របៀបធ្វើទឹកល្ងស្រូបស្លាតងាយៗរហ័សចំណាយតែ5នាទីគឺយើងអាចបានញ៉ាំហើយចាអញ្ចឹងជាដំបូងឡើយសម្រាប់គ្រឿងផ្សំវិញគឺខ្ញុំមានល្ងរបស់យើងដែលយើងបានលីងហើយហ្នឹងគឺចំនួន4ស្ព្រីបាយបងប្អូនអាចដាក់តិចច្រើនឬទៅតាមចំណង់ចំណូលចិត្តជាបន្ទាប់មកទៀតខ្ញុំមានពងមាន់របស់យើងចំនួន1គ្រាប់ហើយខ្ញុំបន្ថែមប្រេងអូលីវ120មីលីលីត្របើបងប្អូនអត់ប្រើប្រេងអូលីវទេបងប្អូនអាចប្រើប្រេងឆាក៏បានហើយបន្ទាប់មកយើងបន្ថែមស្ករអំពៅចំនួន2ស្ព្រីបាយអំបិលចំនួនកន្លះស្លាបព្រាកាហ្វេទឹកក្រូចឆ្មាឬក៏បងប្អូនអាចប្រើទឹកខ្មេះហ្នឹងចំនួន1ស្លាបព្រាបាយទឹកស៊ីអ៊ីវ2ស្លាបព្រាបាយចាស់សម្រាប់រសជាតិទឹកល្ងនេះដែរបងប្អូនអាចធ្វើការបន្ថែមបន្ថយគ្រឿងផ្សំទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនដោយសារខ្ញុំធ្វើនេះគឺរសជាតិវាអត់សូវដិតទេជាចុងក្រោយយើងដាក់ល្ងចូលហើយយើងធ្វើការកិនកឡុកនេះមករហូតដល់ទឹកល្ងរបស់យើងនឹងឡើងខាប់បែបនេះជាការស្នាច់ហើយសម្រាប់ទឹកល្ងនេះដែរបងប្អូនអាចរក្សាវានៅក្នុងទូទឹកកកររយៈពេលពី4ទៅ5ថ្ងៃសម្រាប់ញ៉ាំ